បងប្អូនជឿអត់ថា Rolls Royce តម្លៃតែ$12,200មកមើលមួយខ្ញុំតែ Rolls Royce នេះតាំងឆ្នាំ1925តម្លៃតែ$12,209ទេខ្ញុំអត់កុហកណាតម្លៃឆ្នាំ1925ឡានអគ្គិសនីឡាននេះជាឡានដំបូងគេដឹងព្រោះអីបង្កើតផលិតតាំងឆ្នាំ1908ជាង100ឆ្នាំឯងខ្ញុំអត់កុហកឯណា electric នេះឡាននេះប្រើអគ្គិសនីបងប្អូនមិនកុំច្រឡំថាឡានអគ្គិសនីតែមានឥឡូវឡានអគ្គិសនីមានតាំងឆ្នាំ1908មិនលេងសើចទេខ្ញុំហ៊ាននិយាយថាការ៉ាស់ឡានមួយនេះគឺជាការ៉ាស់ឡានដែលថ្លៃហើយក្នុងការ៉ាស់ឡានហ្នឹងបើបូកចំនួនសាច់ប្រាក់ទៅគឺអត់ក្រោម50លានទេមែនទេប្រហែលជា100លានហើយនេះ Mercedes-Benz និយាយទៅតាំងឆ្នាំ1928បងប្អូនម៉ូតូកាប់តែអាមេរិកនេះនិយាយទៅការ៉ាស់ឡាននេះគឺគេប្រមូលឡានដែលចាស់ឡាន luxury ពីដើមគេយកមកដាក់តាំងឲ្យយើងមើលហើយឡាននីមួយៗបងប្អូនតម្លៃអត់ក្រោម4លានទេមានតែ4លាន5លាន6លាន7លាននិយាយទៅថ្លៃមែនតើហ្មងឃើញពិនិត្យចឹងមែនក៏ប៉ុន្តែអាយុកាលនៃឡាននីមួយៗអត់ក្រោម100ឆ្នាំទេ